សម្ដេចតេជោហ៊ុនសែនស្នើកម្ចាត់ចោលមន្ត្រីនិងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃតាមរយៈសារលើបណ្ដាញសង្គមនាល្ងាចថ្ងៃទី8 ខែតុលានេះសម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិបានស្នើរាជរដ្ឋាភិបាលកម្ចាត់ចោលមន្ត្រីនិងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូលក្នុងពេលព្រំដែននៅបិទដែលធ្វើឲ្យអ្នកជិតខាងមើលងាយថាអត់ទំនិញគេមិនបានសម្ដេចតេជោបន្តថាប្រសិនបើសម្ដេចនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនសម្ដេចមិនបិចនិយាយភាសានេះទេគឺចេញបញ្ជាចាប់ខ្លួនឬដកចេញពីមន្ត្រីតែម្ដងប៉ុន្តែសូមកុំគិតថាស្មាមិននៅកណ្ដុរលើងរាជឲ្យសោះសារអំពាវនាវស្នើសុំរាជរដ្ឋាភិបាលកម្ពុជារបស់សម្ដេចតេជោហ៊ុនសែនធ្វើឡើងបន្ទាប់ពីមានឈ្មួញមួយចំនួននៅតែបន្តនាំចូលទំនិញខណៈកម្ពុជាមានចំនួនព្រំដែនជាមួយថៃរហូតឈានដល់មានការបិទការនាំចូលទំនិញមួយចំនួនពីប្រទេសថៃទៀតផង